នេះបានមកដល់ខាងស្រុកអង្គស្នួលបាទគុំតាពេងជួនគុំតាពេងជួនបាទមិនសួរបាទមិនសួរថ្ងៃនេះក្រុមការងារបានពំនាំយកអំណោយជួយដល់បងប្អូនប្រជាពលរដ្ឋដែលមានការខ្វះខាតចំនួន3គ្រួសារបាទស្ថិតនៅភូមិត្រពាំងជួនឃុំឆក់ឈើនាងស្រុកអង្គស្នួលខេត្តកណ្ដាលបាទដោយមួយគ្រួសារទទួលបានអង្ករ1បេមី2កេសទឹកសុទ្ធ1យួរទឹកត្រី1យួរបាទសរុប1និងថវិកា 50000 រៀលបាទសូមថ្លែងអំណរគុណដល់ក្រុមការងារដែលបានចុះមកជួយចែកអំណោយដល់គ្រួសារក្រីក្រនិងភូមិទាំងជួនថ្ងៃនេះខ្វះខាតឯថ្ងៃក្រោយចាំតំណែងជាមួយអ៊ំមេភូមិក៏ដូចជាក្រុមការងារខ្ញុំបន្តទៀតបាទ